បងមិននឹងញងញនឹងអចឹងខ្ញុំទៅនេះអាចជិះបាននេះហ្នឹងបងអត់ដែរស៊ូសិនតែកុំតិចទូរស័ព្ទនឹងចោលកុំឲ្យឆាត់មួយពីណាទៀតមកវិញដឹងគ្នាចាំមើលមកប៉ុណ្ណឹងហើយនៅអត់ខ្ទេចទៀតអត់ខ្ទេចថែមមួយទៀតទេចាអុយនឹកធ្វើហូបដូចនឹងតែឆ្ងាញ់មកហ្មងឆ្ងាញ់មកហូបឲ្យនឹងឆ្ងាញ់ហើយហើយយើងលាងសម្អាតទូរស័ព្ទប្តីសិនណាតោះមិនយើងដាក់ចូលក្នុងស្លប្តីយើងទៅហើយមានជាតិចៅអញ្ចឹងចូលជាតិឯនេះអើយហើយទៀតអីគេហើយទូរស័ព្ទស្អីបងឯងចូលទឹកក៏អត់ខូចធ្លាក់ក៏អត់បែកនេះអត់យល់ទេនេះ Honor X9D ទូរស័ព្ទ Honor X9D គឺជាទូរស័ព្ទដែលដំបូងគេនៅកម្ពុជាដែលមានថ្មធំជាងគេដែលមានរហូតដល់ 8300 មីលីអាំពែម៉ោងអាចប្រើរហូតដល់ 3 ថ្ងៃដោយគ្មានការព្រួយបារម្ភរឿងអស់ថ្មជាពិសេសគឺមកជាមួយនឹងឆ្នាំងសាក66វ៉ាត់ហ្នឹងហ្មងភាពធន់វិញលើសមុនរហូតដល់ 3 ដងដែលធន់ជាមួយនឹងការចាក់រហូតដល់ 2 ម៉ែត្រកន្លះការពារជ្រាបទឹកទៀតទោះបីជាស្ថានភាពទឹកនៅមានសម្ពាធខ្លាំងក៏ដោយហើយមកបន្ថែមជាមួយនឹងការការពារធូលីដីកម្រិតខ្លាំងថែមទៀតផងនិយាយទៅតាន់យកហ្មងបើកាមេរ៉ាវិញគឺទំហំរហូតដល់ 108 MP ដែលអាចធ្វើការថតរូបបានយ៉ាងច្បាស់ល្អហើយមានកម្មវិធី AI ច្រើនទៀតមាន AI Edit AI Productive និង AI បតុងបើ AI Edit វិញគឺ AI Eraser AI Cut Out AI Face Tune AI Upscale AI Out Painting យល់អាចជួយឲ្យយើងនឹង edit រូបភាពយើងនៅក្នុងនឹងបើចាំបាច់យើងត្រូវ download កម្មវិធីផ្សេងមក edit ទេ AI Productive វិញគឺមាន AI Note AI Writing Tool Subtitle Translation Face to Face Translation និយាយទៅមកស្រួលនៅក្នុងនឹងបងបើចាំបាច់ឲ្យយើងពិបាកឯងរីឯ AI បតុងវិញមាន Search to Search Google Assistant Gemini Live ដែលយើងអាចឲ្យ AI នឹងជួយស្វែងរកយើងក៏បានជួយ generate រូបរបស់យើងក៏បានដែរមែនតើប្រើប្រាស់ chip class Snapdragon 6 Generation 4ដែលធ្វើឲ្យការប្រើប្រាស់យើងទៅដោយរលូនជាពិសេសសម្រាប់ការ O game នឹងហ្មង O graphic game នឹងបានខ្ពស់យ៉ាងល្អនិយាយទៅមែនតើអ្វីដែល Honor X9D មិនភ្លេចសម្រាប់ឆ្នាំ2026នោះគឺការដាក់ឲ្យយើងប្រើប្រាស់ជាមួយនឹងប្រព័ន្ធអ៊ីនធឺណិត 5G នេះ 5G ច្បាស់ហ្មងនេះឯកង់គេប្រើសិតតែ AMOLED ដែលមានទឹកពណ៌ដែលច្បាស់ល្អមិនធ្វើឲ្យយើងពិបាកមើលពេលដែលយើងនៅក្រោមថ្ងៃទេទំហំអេក្រង់គេនឹង 6.79 អ៊ីងដែលជាទំហំអេក្រង់ដែលធំលេបពេញហ្គេមងាយស្រួលមើលត្រជាក់ភ្នែកហ្មងទំហំ RAM ធំមានរហូតដល់ 24G បើ Storage វិញគឺមានទំហំ 256G ដែលអាចឲ្យយើងផ្ទុករូបភាពនិងឯកសារបានយ៉ាងច្រើនមកទូរស័ព្ទ Honor X9D មកជាមួយនឹងជម្រើសពណ៌រហូតដល់ 3 ពណ៌សម្រាប់បងប្អូនជ្រើសរើសមានពណ៌ត្នោតពណ៌ខ្មៅនិងពណ៌ស្រមៀលចឹងបងប្អូនស្រឡាញ់ពណ៌មួយណាដាក់ពណ៌មួយហ្នឹងទៅទូរស័ព្ទនឹងលុយរបស់គេតែសំខាន់ម្នាក់ស្រីនឹងណាគេចាំពេលបងមកចូលខ្ញុំញនឹងក៏ភ្លេចយកឯកសារការងារមកផងបងនៅពេលបច្ចេកជាមួយមេខ្ញុំហ្នឹងបងស្រោតអស់ជីស្រីសុំទោសដែលសំដាយសមមិញ